ឯកឧត្តមសាយសំអាល់អញ្ជើញសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយនិវត្តជនមកពីក្រុងស្រុកចំនួន5នៃខេត្តព្រះសីហនុអាដាមសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុនិងឯកឧត្តមម៉ាំងស៊ីនេនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយនិវត្តជនមកពីក្រុងស្រុកចំនួន5នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុហើយពិធីនេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ទី11ខែតុលាឆ្នាំ2025ឆ្លៀតក្នុងឱកាសនោះផងដែរលោកវីរៈសេនីយ៍ត្រីនៅសំអល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុបានស្វាគមន៍ពិធីសំណេះសំណាលនិងអាហារសាមគ្គីជាមួយនិវត្តជនក្នុងខេត្តព្រះសីហនុចំនួន66គ្រួសារមកពីក្រុងស្រុកចំនួន5នៃខេត្តព្រះសីហនុក្នុងនោះមកពីស្រុកកំពង់សាឡាមាន9គ្រួសារស្រុកស្ទឹងហៅមាន5គ្រួសារក្រុងកំពង់សោមមាន9គ្រួសារស្រុកព្រៃនប់12គ្រួសារនិងក្រុងព្រះសីហនុ31គ្រួសារដោយក្នុងចំណោមនិវត្តជនទាំង66គ្រួសារគឺមិនមានដីនិងផ្ទះចំនួន60គ្រួសាររីឯមានដីផ្ទះទ្រុឌទ្រោម6គ្រួសារជាមួយគ្នានោះផងដែរលោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុបានបន្តថាកាលពីឆ្នាំ2014អតីតយុទ្ធជនចំនួន80គ្រួសារបានធ្វើការចាប់ឆ្នោតយកដីចម្ការ1ហិកតាចំណែកអតីតយុទ្ធជន102គ្រួសារទទួលបានដីឡូ30 x 40 ម៉ែត្រនិងដីចម្ការ1ហិកតាហើយក្នុងឆ្នាំ2024សម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្ដេចធិបតីហ៊ុនម៉ាណែតជាអនុប្រធានតាមរយៈអាដាមគុនគឹមសម្ដេចជួយសាងសង់ផ្ទះជួលអតីតយុទ្ធជនខេត្តព្រះសីហនុចំនួន51ខ្នងប៉ុន្តែនៅឆ្នាំ2024យើងសាងសង់បានចំនួន20ខ្នងបានធ្វើការប្រគល់ជូនអតីតយុទ្ធជនយើងរួចហើយនៅសល់31ខ្នងផ្ទះទៀតក្រុមជាងបានដំឡើងក្រុងបញ្ឈរបាន16ខ្នងនិងសល់15ខ្នងទៀតបានផ្សារដាច់រួចរាល់រងចាំអាកាសធាតុអំណោយផលនឹងចាប់ផ្ដើមដំណើរការដំឡើងបន្តទៀតនាឱកាសនោះឯកឧត្តមសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនដោយបានគូបញ្ជាក់ថាថ្ងៃនេះដោយទទួលបានការណែនាំពីសម្ដេចតេជោហ៊ុនសែនប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជានិងសម្ដេចធិបតីហ៊ុនម៉ាណែតអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងក្នុងនាមឯកឧត្តមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុចង់ដឹងពីសុខទុក្ខនិងជីវភាពរស់នៅរបស់ពុកម៉ែទាំងអស់គ្នានិងសូមឲ្យបញ្ចេញមតិយោបល់ពីកង្វល់របស់ពុកម៉ែបងប្អូនប្រសិនបើពុកម៉ែពូមីងបងប្អូនមានដីក៏ប៉ុន្តែខ្វះថវិកាសាងសង់ផ្ទះឬខ្វះដីខ្វះផ្ទះស្នាក់នៅពិតប្រាកដយើងនឹងព្យាយាមរកវិធានការថ្មីចូលរួមដោះស្រាយជូនពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាព្រោះពុកម៉ែបងប្អូនបានលះបង់កម្លាំងកាយចិត្តសាច់សោះឈាមស្រស់ក្នុងបុព្វហេតុការពារជាតិការពារទឹកដីរបស់កម្ពុជាឈានដល់កម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសហើយសម្រាប់ខេត្តព្រះសីហនុយើងបានត្រៀមដីសម្បត្តិសង្គមគិច្ចសម្រាប់ធ្វើការដោះស្រាយជូនអតីតយុទ្ធជនក៏ដូចជានិវត្តជនរបស់យើងប្រសិនបើមិនមានដីនិងផ្ទះស្នាក់នៅពិតប្រាកដយើងនឹងរួមគ្នាព្យាយាមដោះស្រាយជូនពុកម៉ែបងប្អូនទាំងអស់គ្នាដូច្នេះពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវសហការជាមួយលោកប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុក៏ដូចជានិវត្តជនព្រោះរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងនិវត្តជនរបស់យើងនៅទូទាំងប្រទេសដោយមិនទុកឲ្យយុទ្ធជននិងនិវត្តជនរបស់យើងខ្វះខាតជម្រកស្នាក់នៅដោយមិនបានគិតគូរនោះទេ